សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយករឿងនិទានមួយដែលមានចំណងជើងថាផ្ទះវីឡាមានវិញ្ញាណខ្មោចនៅឯខេត្តតាកែវមានការនិយាយតៗគ្នាពីរឿងរបស់លោកយាយនីដែលគាត់មិនមានប្តីនិងមិនមានកូនចៅនោះទេគាត់ជាស្ត្រីខ្មែរឯកជនដែលបានទៅរស់នៅប្រទេសអូស្ត្រាលីជាងពាក់កណ្ដាលជីវិតគាត់បានជម្លៀសទៅទីនោះក្រោយរបបប៉ុលពតត្រូវបានបញ្ចប់ប៉ុន្តែអារម្មណ៍របស់គាត់បានដឹកនាំដល់ស្រុកកំណើតនិងបងប្អូននៅឯស្រុកខ្មែរពី3ឆ្នាំគាត់បានមកលេងស្រុកម្ដងគាត់បានធានានឹងយកក្មួយប្រុសម្នាក់មកជាកូនចិញ្ចឹមនៅប្រទេសអូស្ត្រាលីតែការចិញ្ចឹមនោះមិនមែនដោយសារការស្រឡាញ់ទាំងស្រុងនោះទេដោយសារតែចិត្តចង់មានអ្នកជួយរកចំណូលបន្ថែមនិងសម្រាប់មើលថែគាត់នៅពេលដែលគាត់ចាស់ជរាទៅអស់ជាច្រើនឆ្នាំកន្លងផុតទៅដោយសារតែការខិតខំធ្វើការទាំងយាយនីនិងកូនចិញ្ចឹមផងនិងចាយវាវត្ថុបៀតផងធ្វើឲ្យគាត់បានសល់លុយនិងទ្រព្យសម្បត្តិច្រើនគួរសមថ្ងៃមួយគាត់គិតថាគាត់មានលុយគ្រប់គ្រាន់និងចង់បានផ្ទះមួយខ្នងនៅឯស្រុកខ្មែរដូច្នេះគាត់បានពឹងបងប្អូនឲ្យជួយទិញដីមួយកន្លែងនៅស្រុកកំណើតក្នុងខេត្តតាកែវនិងបានសាងសង់ផ្ទះវីឡាមួយយ៉ាងស្កឹមស្កៃវីឡានោះសង់ដោយឥដ្ឋក្រហមដំបូលខៀវចាស់ហើយដាក់ឈ្មោះជាកម្មសិទ្ធិរបស់លោកយាយនីតែម្នាក់គត់គឺមិនមានឈ្មោះរបស់កូនចិញ្ចឹមម្នាក់នោះទេទោះបីគាត់មានអាយុចាស់ជរានិងលុយកាក់សាងសង់ផ្ទះវីឡានោះក៏មានចំណែករបស់កូនចិញ្ចឹមនោះដែរក៏ដោយកំឡុងពេលសាងសង់ផ្ទះនោះលោកយាយនីតែងតែរអ៊ូរទាំដាក់ក្រុមជាងជានិច្ចហាក់បីដូចជាពួកគេជាកញ្ចែដាច់ថ្លៃពេលខ្លះស្ដីបន្ទោសនិងពេលខ្លះកាត់លុយកម្មករក៏មានដែរក្រុមជាងទាំងនោះមិនពេញចិត្តលោកយាយនីទេអ្នកខ្លះទ្រាំមិនបានក៏បានឈប់ធ្វើការហើយអ្នកខ្លះស៊ូទ្រាំដោយសារតែត្រូវការលុយសម្រាប់សងធនាគារការសាងសង់ផ្ទះរបស់លោកយាយនីក៏មិនសូវរលូនដែរគាត់បានសាងសង់រំលោភលើដីរបស់អ្នកជិតខាងទាល់តែមានការដោះស្រាយសម្របសម្រួលពីមេភូមិទើបគាត់ព្រមរុះរើកន្លែងដែលរំលោភបំពាននោះបន្ទាប់ពីផ្ទះវីឡារបស់យាយនីបានសាងសង់ហើយ 100% គាត់បានដើរហៅអ្នកភូមិស្ទើរមួយភូមិឲ្យទៅចូលរួមនិងសង្ឃឹមថាបានចំណងដែរច្រើនប៉ុន្តែគាត់បែរជាខកបំណងដល់ថ្ងៃកម្មវិធីមិនមានអ្នកណាចូលរួមនោះទេមានតែបងប្អូនរបស់គាត់តែប៉ុណ្ណោះដោយសារតែយាយនីមិនសូវត្រូវជាមួយអ្នកភូមិនោះទេបន្ទាប់ពីចប់កម្មវិធីឡើងផ្ទះយាយនីបានត្រឡប់ទៅប្រទេសអូស្ត្រាលីវិញមិនដែលត្រឡប់មកលេងនិងទុកផ្ទះនោះចោលអស់ជាច្រើនឆ្នាំពេលអាយុចាស់ជំងឺកាន់តែច្រើនចាប់ពីជំងឺបេះដូងទៅដល់ជំងឺឆ្អឹងលោកយាយនីតែងតែស្រមៃតែរឿងស្លាប់ជានិច្ចក៏តែងតែនិយាយជាញឹកញាប់ថាយាយមិនចង់ស្លាប់ចោលឆ្អឹងនៅស្រុកគេទេយាយចង់ស្លាប់លើដីកំណើតដូច្នេះគាត់បានត្រឡប់មកខ្មែរវិញតែម្នាក់ឯងនិងបានរស់នៅផ្ទះវីឡាដែលគាត់បានសង់ទុកនោះនិងបានជួលក្មេងស្រីម្នាក់មកមើលថែគាត់ទោះមានលុយច្រើនក៏លោកយាយនីជាមនុស្សកំណាញ់ស្វិតគាត់មិនសូវឲ្យអ្នកភូមិខ្ចីនិងមិនសូវជួយនរណាម្នាក់នោះទេទោះជាសាច់ញាតិរបស់គាត់ផ្ទាល់ក៏ដោយជាពិសេសគាត់មិនសូវចូលវត្តធ្វើបុណ្យនោះទេក្មេងស្រីដែលមកនៅតែងតែប្រាប់អ្នកជិតខាងថាពេលយប់យាយនីតែងតែនិយាយតែម្នាក់ឯងក្នុងបន្ទប់របស់គាត់ពេលខ្លះនិយាយខ្សឹបខ្សឹបពេលខ្លះស្រែកលឺដូចជាកំពុងជជែកជាមួយអ្នកណាម្នាក់ជំងឺរបស់គាត់កាន់តែធ្ងន់រហូតមិនអាចត្រឡប់ទៅប្រទេសអូស្ត្រាលីវិញបានគាត់បានហៅកូនចិញ្ចឹមរបស់គាត់ឲ្យមកស្រុកខ្មែរដើម្បីមើលថែគាត់តែដោយសារកូនចិញ្ចឹមជាបុរសគាត់មិនអាចមើលថែដិតដល់ជាពិសេសមើលថែនៅពេលយប់ដូច្នេះលោកយាយនីនិងកូនចិញ្ចឹមបានជួលកូនអ្នកភូមិម្នាក់ទៀតមកនៅថែពេលយប់ក្មេងៗទាំងនោះនៅមើលថែគាត់មិនបានយូរទេមួយសប្តាហ៍ក៏រត់ចេញមួយខែក៏លែងធ្វើការដោយគ្រាន់តែប្រាប់ថាយាយនីជាមនុស្សចិត្តអាក្រក់និងតែងតែស្ដីនិងរអ៊ូរទាំច្រើនជាពិសេសនៅពេលយប់ពួកក្មេងៗគេងមិនលក់ទេដោយសារតែយាយនីហាក់ចម្លែកណាស់ពេលថ្ងៃមានចរិតផ្សេងមិនមានកម្លាំងកំហែងទេតែពេលយប់គាត់ហាក់បីដូចជាមិនឈឺអ្វីនោះទេ
តែងតែក្រោកឈរមើលមកនាងយ៉ាងចម្លែកនិយាយអ្វីប្លែកៗស្ដាប់មិនបានពេលខ្លះឈរនិយាយតែម្នាក់ឯងមួយយប់ទល់ភ្លឺក៏មានដែរយប់មួយមានខ្យល់លាយឡំជាមួយនឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំងលោកយាយនីបានស្លាប់ដោយគ្មាននរណានៅក្បែរខ្លួននិងមិនមាននរណាម្នាក់បានដឹងឡើយដោយសារតែក្មួយគាត់ដេកបន្ទប់ផ្សេងមួយទៀតហើយក៏មិនមានអ្នកណាហ៊ានចូលបន្ទប់គាត់នៅពេលយប់នោះដែរនៅពេលព្រឹកឡើងទើបមានការឆាឡោថាយាយនីបានស្លាប់ពេលបងប្អូនសាច់ញាតិមកមើលពួកគេបាននិយាយថាគាត់ស្លាប់បើកភ្នែកហាក់បីដូចជាមិនអស់អាល័យពីអ្វីម្យ៉ាងកូនចិញ្ចឹមរបស់គាត់និងបងប្អូនសាច់ញាតិបានរៀបចំកម្មវិធីបុណ្យសពដែលធ្វើតាមប្រពៃណីខ្មែរតែអ្នកភូមិមួយចំនួនបានចូលរួមនិងអ្នកភូមិមួយចំនួនទៀតមិនបានចូលរួមនោះទេដោយសារតែយាយនោះកំណាញ់ស្វិតតែងតែបង្កជម្លោះជាមួយអ្នកជិតខាងបន្ទាប់ពីកម្មវិធីបុណ្យត្រូវបានបញ្ចប់សពគ្រប់បងប្អូននិងអ្នកជិតខាងទាំងអស់គិតថារឿងត្រូវបានបញ្ចប់អស់ហើយបងប្អូនសាច់ញាតិបានមកសម្រានដើម្បីកំដរផ្ទះកុំឲ្យស្ងាត់ស្រាប់តែយប់ឡើងពួកគេតែងតែឮសំឡេងយំលាន់ចេញពីបន្ទប់យាយនីរឿងដែលចម្លែកសំឡេងនោះមិនមែនជាសំឡេងរបស់លោកយាយនីទេហាក់បីដូចជាមាននរណាម្នាក់កំពុងត្រូវការជំនួយតែពេលពួកគេនាំគ្នាទៅមើលបើជាបន្ទប់ទទេស្អាតមិនមាននរណាម្នាក់នៅក្នុងបន្ទប់នោះទេពីមួយយប់ទៅមួយយប់ពួកគេបានឮសំឡេងនោះដដែលរហូតបងប្អូនសាច់ញាតិនិងកូនចិញ្ចឹមនោះខ្លាចមិនហ៊ាននៅវិឡានោះទៀតឡើយនៅពេលកណ្ដាលយប់មួយអ្នកជិតខាងបានឮសំឡេងយំស្រែកចេញពីផ្ទះវិឡានោះតិចដោយសំឡេងស្ត្រីយំដោយអស់កម្លាំងសំឡេងនោះឮលាន់ល្វើយធ្វើឲ្យអ្នកជិតខាងស្ដាប់ទៅហាក់បីដូចជាមានមនុស្សរងទុក្ខសោកតែគាត់មិនបានគិតច្រើនក៏បន្តសម្រានបន្តទៀតយប់បន្ទាប់នៅពេលកណ្ដាលយប់សំឡេងស្ត្រីយំនោះបានលាន់ឮច្បាស់ជាងមុនប្រាកដណាស់សំឡេងនោះបានលាន់ចេញពីផ្ទះវិឡាអ្នកជិតខាងនោះខំផ្ទៀងត្រចៀកស្ដាប់និងដឹងច្បាស់ថានោះជាសំឡេងខ្មោចភ្លាមនោះគាត់ភ័យឡើងញ័ររត់ទៅបើកភ្លើងពេញផ្ទះមួយសន្ទុះក្រោយមកសំឡេងនោះកាន់តែឮឡើងដោយខ្មោចនោះនិយាយថាសូមជួយខ្ញុំផងខ្ញុំសុំទៅនៅជាមួយផងអូយឃ្លានណាស់អូយឃ្លានណាស់ដោយសារភាពភ័យខ្លាចអ្នកជិតខាងនោះមិនហ៊ានឆ្លើយតបអង្គុយយំរហូតទល់ភ្លឺពាក្យចចាមអារាមកាន់តែច្រើនឡើងពីផ្ទះវិឡានោះដែលអ្នកភូមិខ្លះនិយាយថាបានឃើញស្រមោលខ្មោចឈរនិងដើរឆ្លងកាត់បង្អួចអ្នកខ្លះថាបានឮសំឡេងយំស្រែកយ៉ាងខ្លាំងមានយប់មួយវិញ្ញាណនោះទៅយំចិត្តផ្ទះអ្នកជិតខាងដែលជាជនជាតិអ៊ីស្លាមបុរសនោះភ្ញាក់រួចស្រែកឮថាណែវយអញមិនជឿទេសាសនាអញផ្សេងទៅរកកូនចៅយាយចោះភ្លាមនោះសំឡេងយំក៏បានឈប់សូន្យឈឹងមួយរយៈក្រោយមកអ្នកភូមិទាំងអស់រួមទាំងមេភូមិមិនអាចទ្រាំបានទៀតទេទើបទៅរកព្រះសង្ឃនៅឯវត្តឲ្យជួយក្រោយបានស្ដាប់ដឹងរឿងអស់ហើយព្រះអង្គនៅស្ងៀមស្ងាត់មួយសន្ទុះរួចមានសង្ឃលេខាថាម្ចាស់ផ្ទះវិឡានោះគឺលោកយាយនីបានទៅចាប់ជាតិបាត់ហើយតែពេលនៅរស់គាត់មានវិញ្ញាណខ្មោចមួយតោងជាប់ទើបគាត់ចិត្តកំណាញ់និងមិនមានការចង់ធ្វើបុណ្យនោះទេដូច្នេះពេលយាយនីគាត់ស្លាប់វិញ្ញាណនោះនៅតែតោលវល់មិនដឹងទៅណាហើយកំពុងតែរកកន្លែងថ្មីសម្រាប់ស្នាក់នៅដោយសារតែដឹងថាវិញ្ញាណខ្មោចអាក្រក់នៅក្នុងផ្ទះវិឡានោះទើបបងប្អូនកូនក្មួយរបស់យាយនីបានរៀបចំកម្មវិធីបុណ្យសូត្រមន្តរំដោះគ្រោះចាប់ពីពេលនោះមកវិឡាលោកយាយនីត្រូវបានជួលឲ្យជនបរទេសហើយក៏មិនមានសម្លេងឬហេតុការណ៍ណាមួយកើតឡើងទៀតទេសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ការនិទានមួយនេះតាំងពីដើមរហូតដល់ចប់បើសិនជាខ្ញុំបាទមានការលើសលួសត្រង់ចំណុចណាមួយសូមបងប្អូនមេត្តាអធ្យាស្រ័យនិង comment ពីចំណុចខ្វះខាតខ្ញុំនឹងធ្វើការកែសម្រួលសូមបងប្អូនជួយចុច like subscribe រួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ